រឿងចាំបាច់ទាំង3ដែលគួរតែដឹងមុននឹងមកអាកាសយានដ្ឋានអន្តរជាតិដេជោដឹងហើយគឺដឹងតែចំណេញមកមានឱកាសជិះ Business Class ចូល Premium Lounge Free ថ្លៃចំណតហើយនឹងបញ្ចុះតម្លៃ 50% ទៅលើមធ្យោបាយធ្វើដំណើរទៅមក Airport ទៀតទី1រាល់ការទូទាត់ថ្លៃអាហារទំនិញឬសេវាកម្មផ្សេងៗនៅអាកាសយានដ្ឋានចាប់ពី$10ឡើងទៅដោយប្រើប្រាស់ Canada Bank App ថ្មីនិង Canada Visa Card ឬ Mastercard នឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនរួមមានសម្បត្តិយន្តហោះ Business Class ទៅប្រទេសសិង្ហបុរីនិងការប្រើប្រាស់សេវាកម្មនៅ Plaza Premium First Lounge នៅអាកាសយានដ្ឋានអន្តរជាតិដេជោចាយកាន់តែច្រើនឱកាសឈ្នះរង្វាន់កាន់តែច្រើនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025ទី2ការសម្រួលទៅដល់ការធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិដេជោនៅពេលដែលអ្នកទាំងអស់គ្នាកក់មធ្យោបាយធ្វើដំណើរទៅអាកាសយានដ្ឋានឬពីអាកាសយានដ្ឋានទៅគោលដៅផ្សេងៗនៅលើ Grab ឬ Tada ទូទាត់តាម Canada Visa Card ឬ Mastercard ដោយប្រើប្រម៉ូកូដខាងក្រោមនេះនឹងទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់$20,000ឬ$5ចំនួន2ដងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025ទី3ការទូទាត់ថ្លៃចំណតមានដឹងអត់នៅពេលដែលអ្នកទាំងអស់គ្នាទូទាត់ថ្លៃចំណតនៅអាកាសយានដ្ឋានអន្តរជាតិដេជោនឹងទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់$20,000ឬ$5រៀងរាល់សប្តាហ៍សម្រាប់ការទូទាត់តាម App ធនាគារ Canada យើងគ្រាន់តែចុចចូលទៅក្នុង App ធនាគារ Canada ថ្មីជ្រើសយក Scan ទូទាត់ហើយធ្វើការ Scan ទៅលើសំបុត្រចំណតជ្រើសរើសគណនីនិងពិនិត្យព័ត៌មានយានជំនិះចំនួនដែលត្រូវទូទាត់នឹងលោតមកអូតូហើយចុចប៊ូតុងទូទាត់ប្រាក់ជាការស្រេចមិនចាំបាច់ប្រើប្រាស់ម៉ាស៊ីនហើយអាចចាក់ចេញក្នុងរយៈពេល30នាទីហើយសូម្បីតែការទូទាត់នៅតាមបញ្ចទូទាត់ថ្លៃចំណតនិងបញ្ចច្រកចេញក៏បានប្រាក់ត្រឡប់មកវិញដែរសម្រាប់ព័ត៌មានបន្ថែមអាចតាក់ទងទៅ Facebook Page របស់ Canada ផ្ទាល់ក៏បានដែរបាយបាយ